nè ổng trong xăm xua bình tĩnh ta tụt ngô khi dọc chơi ấy sầm rạt thưa ta ổng trong đôi chia mình sợ đằng đường thưa tụt to ta xó ông anhก็ឆ្លើយថាចំពោះទូកងណាក្មួយมันអាចចេះតែយកឈើធម្មតាឬក៏ឈើអីផ្ដេសផ្ដាស់ទៅធ្វើបានទេគឺតម្រូវតែដើមកគីតែមួយមុខគុណទើបអាចយកមកធ្វើជាទូកងបានចំណែកឯទូកធម្មតាវិញណាយកឈើអីទៅធ្វើក៏បានដែរគេមិនប្រកាន់នោះទេតែទូកងដាច់ខាតត្រូវតែយកដើមកគីព្រោះថាដើមកគីគឺជាដើមឈើមួយយ៉ាងដែលពពួកបារមីចូលចិត្តសន្ធិដ្ឋនៅណាស់ 90% នៃដើមកគីគឺសុទ្ធតែមានអ្នកថែរក្សាដូច្នេះទើបគេយកប្រភេទដើមកគីមកធ្វើជាទូកងកាលណាយកដើមកគីមកធ្វើជាទូកងប្រៀបដូចជាបានបារមីមកថែរក្សាទូកងនោះតែម្ដងណាគ្រូដាំក៏ឆ្លើយថាបានអ៊ំខ្ញុំយល់ហើយកន្ទោងខៀវឲ្យអ្នករៀងមកហើយកន្ទោងខៀវឲ្យអ្នករៀងមកលុបកុំច្រកគ្រូអើយរស់កូនចៅពេញភ័យយ៉ាងណាហើយកន្ទោងខៀវឲ្យអ្នករៀងមកពាក្យចាស់ថាកុកីនឹងទឹកផ្ចឹកនឹងដីនេះក៏ដោយសារតែកុកីគឺធន់នឹងទឹកហើយគេច្រើនយកទៅធ្វើទូកឯផ្ចឹកគឺធន់នឹងដីគេច្រើនប្រើការជាកំណល់ផ្ទាល់នឹងដីដូចជាធ្វើជើងសសរជាដើមដើមកុកីគឺមានប្រភេទកុកីរមៀតកុកីម្សៅកុកីថ្មនិងកុកីខ្សាច់ជាដើមអ្នកខ្លះថាដើមកុកីរមៀតគឺល្អខ្លាំងជាងគេកុកីគឺជាប្រភេទឈើដែលរឹងមាំខ្លាំងហើយមានប្រវែងចាប់ពី20ម៉ែត្រឡើងទៅអ្នកស្រុកខ្លះគឺមានជំនឿថាដើមកុកីច្រើនមានពពួកទេវតាឬក៏ព្រាយអសុរកាយអីមកតាំងនៅហើយបើបានយកដើមកុកីនោះទៅធ្វើជាទូកទៀតគឺរឹតតែជួយបង្កើនអានុភាពទូកនោះឲ្យមានល្បឿនកាន់តែលឿនខ្លាំងបូកជាមួយនឹងបច្ចេកទេសនៃការធ្វើទូកនិងកីឡាករអីជាដើមចុះនៅក្នុងភូមិស្រុកបងប្អូនវិញតើមានដើមកុកីដែរឬទេ